សូមជម្រាបសួរបងប្អូនសិស្សនិស្សិតដែលកំពុងតែស្រាវជ្រាវអំពីឱសថនិងការព្យាបាលសត្វបាទថ្ងៃនេះខ្ញុំសូមធ្វើការឆ្លើយនៅ comment របស់បាទខ្ញុំមិនដឹងថាបងអូនខ្ញុំឬក៏បងខ្ញុំទេណាបាទអញ្ចឹងសូមលោកគ្រូប្រាប់ខ្ញុំបន្តិចពីបាក់តេរីក្រាមបូកនិងដកបានទេបញ្យលបាទអញ្ចឹងថ្ងៃនេះលោកគ្រូនឹងបង្ហាញថាតើអ្វីទៅជាបាក់តេរីក្រាមបូកនិងដកបាទពាក្យថាបូកហើយនឹងដកនេះបានន័យថាបូកបានន័យថាវិជ្ជមានហើយនឹងដកហ្នឹងបានន័យថាអវិជ្ជមានបាទអញ្ចឹងពាក្យទៅនឹងបាក់តេរីក្រាមបូកក្រាមដកនេះខ្ញុំនឹងលម្អិតជូននៅ slide បន្ទាប់បាទក្រាមអវិជ្ជមានដែលភាសាអង់គ្លេសថា gram positive battery បាទយើងផ្អែកទៅលើកត្តា3យ៉ាងបាទទី1គឺ stand color ហ្នឹងគឺចង់និយាយអំពីថាសបងប្អូនបាទដូចយើងថាសដាក់ផ្លែឈើដែរអញ្ចឹងណាប៉ុន្តែនៅក្នុងថាសនេះគឺយើងដាក់ចាហួយឬក៏សារធាតុគីមីបាទយើងបន្តមកទៀតយើងដាក់ឆ្កឹះបាក់តេរីឬក៏មេរោគនឹងមកបាទដាក់ទៅលើ stand របស់យើងមកហើយបន្ទាប់មកមេរោគនឹងវាបង្កបាទវានឹងប្រែคล้ายទៅជាពណ៌ស្វាយអញ្ចឹងទៅណាស្វាយងងឹតបាទអញ្ចឹងយើងផ្អែកទៅលើ stand color ណា stand color ហ្នឹងពេលយើងឆ្កឹះមេរោគដាក់ទៅយកទៅដាក់នៅក្នុងមន្ទីរពិសោធន៍ណាបងប្អូនបាទយើងមិនថាចេះតែធ្វើលេងណាតើនៅក្នុងមន្ទីរពិសោធន៍បាទយើងយកអាកោសិកាមេរោគហ្នឹងទៅបណ្ដោះវាហើយវានឹងប្រែទៅជាពណ៌ស្វាយងងឹតណាមួយទៀតទៅលើ cell wall បាទ cell wall ហ្នឹងបាទតិចទៀតខ្ញុំនឹងអត់ជូនបាទគឺតើតើស្តុបខាងក្រៅហ្នឹងក្រាស់ធ្វើពីសំណាញ់មួយហៅថា peptide glycan បាទមួយទៀតតើតើទៅនឹងស្រទាប់ brand បាទ membrane បាទ membrane ហ្នឹងមានភ្នាសកោសិកាខាងក្នុងតែមួយប៉ុណ្ណោះបាទចឹងគឺយើងផ្អែកទៅលើ3នឹងទី1គឺ stand color ទី2គឺ wall cell wall ហើយនឹងទី3គឺ membrane បាទសំណួរនេះគឺថាវាពិបាកយល់បន្តិចដោយសារវាតាក់ទងទៅនឹងមន្ទីរពិសោធន៍ណាបងប្អូនបាទមួយទៀតគឺ gram អវិជ្ជមានបាទ gram ដកដែរ gram ដកហ្នឹងភាសាអង់គ្លេសគឺ gram negative battery បាទអញ្ចឹងគឺយើងផ្អែកទៅលើ3ដូចគ្នាបាទទី1គឺ stand color ដែលយើងយកកោសិកាមេរោគទៅបណ្ដោះទៅវានឹងប្រែពណ៌ទៅជាផ្កាឈូកឬក៏ពណ៌ក្រហមដូចខ្ញុំបង្ហាញក្នុងរូបអញ្ចឹងបងប្អូនបាទមួយទៀតគឺតាក់ទងទៅនឹង cell wall បាទស្ទាប់ peptide glycan ហ្នឹងស្ដើងមានភ្នាសខាងក្រៅការពារបន្ថែមទៅទៀតបាទអញ្ចឹង gram វិជ្ជមានវាមានស្ទាប់ polypeptide ហ្នឹងស្ដើងប៉ុន្តែវាអត់មានភ្នាសខាងក្រៅការពារបន្ថែមទេអញ្ចឹង gram អវិជ្ជមានគឺវាមានអាភ្នាសហ្នឹងបងប្អូនណាវាមានភ្នាសទៀតបាទមួយទៀតតកតងទៅនឹង resistant បាទចំណុចទី3 resistant ហ្នឹងគឺច្រើនតែចង់និយាយថាវាពិបាកព្យាបាលជាមួយនឹងឱសថធម្មតាពីព្រោះភ្នាសខាងក្រៅរារាំងឱសថបាទដែលវាមានភ្នាសខាងក្រៅការពារបន្ថែមហ្នឹងដែលអធិប្បាយនៅលើ cell wall ហ្នឹងបាទអញ្ចឹងដើម្បីឲ្យងាយយល់គឺបងប្អូនបាទអាចទៅមើលរូបភាពបាទរូបភាពអានេះគឺហៅថាបាក់តេរីក្រាមបូកបាទណាបាក់តេរីក្រាមបូកអញ្ចឹងអាស្ទាប់ QQ ដូចខ្សែផាវហ្នឹងបាទដូចផាវដែលគេចងភ្ជាប់គ្នាហ្នឹងអានេះគេហៅថា peptidoglycan ណាបាទអញ្ចឹងអានេះគឺជាអញ្ចាំង cell wall ហ្នឹងបាទអញ្ចឹងស្ទាប់ហ្នឹងហើយបាទវាមានរូបរាងបែបហ្នឹងណាហើយមាន membrane វាបាទប៉ុណ្ណឹងfatty acid បាទចង់និយាយថាតកតងទៅនឹងខ្លាញ់ណាបងប្អូនបាទយើងមកកលេចមើល gram negative វិញដែលហៅថា gram អវិជ្ជមានហ្នឹងបាទយើងឃើញមានស្ទាប់ membrane មាន cell wall ហ្នឹងតែមួយស្ទាប់ទេបាទឃើញអាដូចផាយហ្នឹងមានតែមួយស្ទាប់ប៉ុន្តែវាមាន
lipid វាមាន protein បាទគេហៅ lipoprotein ហើយនឹង purine អីច្រើនទៀតបាទអញ្ចឹងវាសាំញ៉ាំអញ្ចឹងកាលណាយើងដាក់ថ្នាំព្យាបាលទៅវាមានអស់ហ្នឹងបាទវារារាំងបាទបន្ទាប់ខាងក្រៅវារារាំងអញ្ចឹងធ្វើឲ្យការព្យាបាលទៅលើបាក់តេរីក្រាមដកឬក៏ក្រាមអវិជ្ជមានហ្នឹងគឺមានការពិបាកព្យាបាលទៅលើវាបាទខ្ញុំនឹងលើកឧទាហរណ៍មួយចំនួនទៀតបាទតាក់ទងទៅនឹងក្រាមក្រាមវិជ្ជមានណាបងប្អូនបាទគឺមានបាក់តេរីប្រមាណមុខហ្នឹងបាទឧទាហរណ៍ខ្លះបាទមាន Streptococcus បាទប្រភេទ Streptococcus ហ្នឹងមានច្រើនប្រភេទណាបងប្អូនបាទហើយមានប្រភេទ Bacillus មួយទៀតណាហើយមាន Staphylo ដែរបាទអញ្ចឹងវាមានប្រភេទបាក់តេរីទាំងអស់ហ្នឹងដែលហៅថាក្រាមវិជ្ជមានបាទដែលយើងយកទៅបណ្ដុះនៅក្នុងstem color ទៅគឺវានឹងចេញពណ៌ស្វាយក្រមៅណាបាទកន្លែងហ្នឹងគឺស្វាយចាស់ស្វាយស្វាយងងឹតបាទអញ្ចឹងវានឹងចេញស្វាយងងឹតបាទហើយមួយទៀតគឺតកតងទៅនឹងក្រាមអវិជ្ជមានបាទដែលថានៅក្នុងមន្ទីរពិសោធន៍គេឆ្កឹះមេរោគប្រភេទអស់ហ្នឹងចូលទៅគឺវានឹងលេចចេញនៅពណ៌ផ្កាឈូកឬក៏ពណ៌ក្រហមណាបងប្អូនបាទអញ្ចឹងតកតងទៅនឹងបាក់តេរីក្រាមបូកឬក៏ក្រាមដកគឺគេគិតទៅលើអញ្ចឹងបាទគិតទៅលើcell wall stem color resistant ហើយនឹងបាទនឹងpeptidoglycan ហ្នឹងឯងបាទអញ្ចឹងសង្ឃឹមថាប៉ុណ្ណឹងបងប្អូនអាចយល់ខ្លះបាទប៉ុន្តែគ្រាន់ថាមេរៀននេះវាមានភាពសំញ៉ាំបន្តិចបាទវាតកតងទៅនឹងមន្ទីរពិសោធន៍បាទអញ្ចឹងថ្ងៃនេះខ្ញុំមានមេរៀនបង្ហាញជូនតែប៉ុណ្ណឹងបកស្រាយនឹងបងប្អូនដែលសួរថាតើអ្វីទៅជាបាក់តេរីក្រាមបូកហើយអ្វីទៅជាបាក់តេរីក្រាមដកបាទសូមអរគុណច្រើន